ស្ដីអ្នកគ្នាស្វាគមន៍មកកាន់កម្មវិធី podcast អាណាចក្រតារានិករខ្ញុំបាទអាខេនជាអ្នកវិភាគហោរាសាស្ត្រថារ៉ូកាតនិងតារានិករកម្មវិធីរបស់យើងដំណើរការទៅមុខបានក៏ដោយសារតែអ្នកឧបត្ថម្ភកម្មវិធីដោយ Miss Sunflower Sun Serum សម្រាប់បងប្អូនដែលគាត់ចង់បានជាមួយនឹងលេខការពារកម្ដៅថ្ងៃកុំភ្លេចជាមួយនឹង Miss Sunflower Sun Serum ហើយនៅក្នុងដៃរបស់ខ្ញុំមួយទៀតនេះគឺជា Miss Sunflower Cushion and Powder Cream ចង់បានផ្ទៃមុខស្អាតកុំភ្លេចជាមួយនឹង Collagen Mask ហើយបើសិនជាអ្នកចង់បានជាមួយផ្ទៃមុខឲ្យ clear រលោងកុំភ្លេចជាមួយនឹង Cleansing Oil ពីខាង Florence Skin KA កាលពីសប្តាហ៍មុនខ្ញុំបានបកស្រាយជាមួយនឹង Tarot Card ហើយនឹងអត្ថន័យរបស់តារានិករហើយអញ្ចឹងសប្តាហ៍នេះអ្នកនរគ្នាខ្ញុំនឹងនាំអ្នកខ្ញុំមកស្គាល់ជាមួយនឹងប្រធានបទថ្មីមួយហើយក៏មានអ្នកចូលរួមនៅក្នុងកម្មវិធីរបស់យើងដូចគ្នាដែរហើយប្រធានបទរបស់យើងគឺតើតារានិករ Leo គាត់ចេះក្បត់ឬមួយក៏អត់តារានិករ Leo សម្រាប់អ្នកដែលគាត់កើតនៅក្នុងចន្លោះថ្ងៃទី23ខែកក្កដារហូតដល់ថ្ងៃទី22ខែសីហាហើយមានរូបតំណាងជាសត្វតោធាតុរបស់គាត់គឺជាធាតុភ្លើងចំពោះតារានិករ Leo ផ្ទាល់ពួកគាត់គឺជាមនុស្សដែលគាត់មានគោលដៅធំល្អៗនៅក្នុងជីវិតហើយគាត់ត្រូវតែសម្រេចជាមួយនឹងគោលដៅរបស់គាត់ជាពិសេសបើសិនជាគាត់ជ្រើសរើសដៃគូវិញគឺគាត់ត្រូវការមនុស្សណាដែលយល់ពីគាត់ច្បាស់បានគាត់យល់ជាពីខ្លួនឯងទៀតមនុស្សដែលកើតនៅក្នុងក្រុមតារានិករ Leo គាត់គឺជាមនុស្សម្នាក់ដែលមានឥទ្ធិពលខ្លាំងមែនទែនដូចជានឹងព្រះអាទិត្យចឹងភពតំណាងរបស់គាត់គឺភពព្រះអាទិត្យដែលជាហេតុធ្វើឲ្យមនុស្សជុំវិញខ្លួនរបស់គាត់គឺស្រឡាញ់ចូលចិត្តគាត់ច្រើនមែនទែនក៏ជាមនុស្សដែលគាត់អាចលើកទឹកចិត្តទៅកាន់មនុស្សជុំវិញខ្លួនបានច្រើនដូចគ្នាគាត់គឺជាមនុស្សដែលចូលចិត្តការកោតសរសើរពីអ្នកដទៃហើយចូលចិត្តឲ្យមនុស្សផ្សេងទៀតមើលឃើញពីតម្លៃរបស់គាត់ដោយសារតែតារានិករ Leo គឺដូចនិយាយចឹងថាមេឃទឹកដប់អត់ខ្លាចភ្លើងទេដូចពណ៌ព្រះអាទិត្យចឹងហើយជាមនុស្សដែលអាចផ្ដល់ធម៌ពលពិសេសទៅកាន់មនុស្សជុំវិញខ្លួនក៏ដូចជានាំឲ្យអ្នកទាំងអស់គ្នាឃើញពីភាពដឹកនាំដ៏អស្ចារ្យរបស់ពួកគាត់អ្នកណាគេខ្លះដែលកំពុងតែមានសង្សារក្រាស់ឬមួយក៏ដៃគូជាតារានិករ Leo អញ្ចឹងសប្តាហ៍នេះគឺត្រូវជាមួយនឹងអ្នកទាំងអស់គ្នាហើយមកចូលស្ដាប់ទាំងអស់គ្នាមុននឹងអ្នកទាំងអស់គ្នាចូលទៅស្វែងយល់ជាមួយនឹងធម៌ពលដ៏ក្តៅកតុករបស់តារានិករ Leo ខ្ញុំសូមអនុញ្ញាតអរគុណទៅដល់អ្នកឧបត្ថម្ភកម្មវិធីជាមុនសិនស្បែកមុខភ្លឺថ្លាមករលោងបែបនេះកុំភ្លេចជាមួយនឹងផលិតផលរបស់ Miss Sunflower Sun Serum គឺជាស្ដេចលេខការពារកម្ដៅថ្ងៃសម្រាប់ការពារផ្ទៃមុខរបស់យើងឲ្យភ្លឺរលោងពេញមួយថ្ងៃចង់បានជាមួយនឹងប្រភេទម្សៅដែលបិទបាំងស្នាមបានល្អកុំភ្លេចជាមួយនឹង Miss Sunflower Cushion and Powder Cream ថែរក្សាស្បែកមុខរបស់លោកអ្នកជាមួយនឹងផលិតផលរបស់ Miss Sunflowerម៉ាស្បែកមុខជាប្រចាំថ្ងៃគឺជារឿងមួយដ៏សំខាន់ណាស់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំជ្រើសរើសជាមួយនឹង Vita Halo Deep Cleansing Oil ដើម្បីសម្អាតគ្រឿង make up នៅលើផ្ទៃមុខរបស់ខ្ញុំពីព្រោះអីអ្នកដែលចូលចិត្ត make up ទាំងអស់គឺសិតតែមានបញ្ហាស្បែកមុខអញ្ចឹងហើយយើងត្រូវសម្អាតស្បែកមុខរបស់ខ្ជាប់ខ្ជួនបន្ទាប់ពីការលាងសម្អាតមុខជាមួយនឹង Cleansing Oil ហើយខ្ញុំក៏តែងតែបិទម៉ាស់ជាប្រចាំថ្ងៃជាមួយនឹងម៉ាស់បិទមុខ Collagen ដែលមានសារធាតុ Collagen ច្រើននិងវីតាមីនផ្សេងៗដើម្បីចិញ្ចឹមស្បែកមុខរបស់យើងប្រឆាំងជាមួយនឹងភាពចាស់ហើយផលិតផលដែលខ្ញុំកំពុងតែប្រើទាំងអស់នេះសុទ្ធតែជាផលិតផលស្តង់ដារនិងមានគុណភាពខ្ពស់ប្រសិនបើអ្នកទាំងអស់គ្នាចង់បានជាមួយនឹងស្បែកមុខភ្លឺថ្លាមករលោងដូចខ្ញុំអាចទាក់ទងមកកាន់ Florence Skin KA បានអ្នកទាំងអស់គ្នាមានឆ្ងល់អត់មូលហេតុអ្វីទើបធ្វើឲ្យតារានិករ Leo បាត់ភាពស្មោះត្រង់អត់ចម្លើយនោះគឺទី1បាត់បង់នៃការសរសើរមកទៅសម្រាប់តារានិករ Leo ផ្ទាល់ពេលដែលធ្វើអីមួយគឺគាត់ធ្វើឲ្យចេញពីចិត្តដើម្បីឲ្យដៃគូរបស់គាត់ឃើញអញ្ចឹងបើសិនជាយូរទៅបាត់បង់អាការសរសើរទាំងអស់ហ្នឹងបាត់បង់អារម្មណ៍មួយដែលគាត់គិតថាអ្នកទាំងអស់គ្នាកំពុងតែលេងជាមួយគាត់អញ្ចឹងគាត់នឹងអស់ភ្លាមមកទី2គឺបាត់បង់ទំនុកចិត្តជាមួយនឹងអារម្មណ៍នៃមនោសញ្ចេតនាជាច្រើនទៀតដែលអ្នកគ្នាផ្ដល់ឲ្យគាត់អញ្ចឹងត្រង់កន្លែងហ្នឹងមួយតារានិករផ្សេងទៀតក៏មានប៉ុន្តែបើតារានិករ Leo វិញគាត់នឹងបាត់ត្រឹមតែមួយប្រភេទផ្នែកហ្នឹងអញ្ចឹងបើសិនជាអ្នកគ្នាអត់ឲ្យតម្លៃទៅលើគាត់ទេឧទាហរណ៍ថា1/10អីចឹងទៅអ្នកទាំងអស់គ្នាឲ្យតម្លៃគាត់តែ0ក្រសញ្ញា0អញ្ចឹងបាយដែល Leo អត់នៅជាមួយទេទី3អារម្មណ៍ដែលធ្វើឲ្យគាត់ឯកានិងជំរុញឲ្យគាត់លួចមានអ្នកថ្មីភ្លាមមកអញ្ចឹងត្រង់កន្លែងហ្នឹងមានតារានិករ Leo នៅក្នុងដៃហើយត្រូវចេះរក្សាគាត់ពួកគាត់ដូចត្បូងពេជ្រនៅក្នុងដៃអ្នកទាំងអស់គ្នាចឹងចំនួនបន្ទាប់នោះគឺបើសិនជាតារានិករ Leo ស្រឡាញ់ពិតប្រាកដតើមានសកម្មភាពបែបណាមកអ្នកទាំងអស់គ្នាដែលឃើញការជប់រត់ស្រឡាញ់ព្រះអាទិត្យទេហ្នឹងគឺដូចតារានិករ Leo ស្រឡាញ់មកកាន់អ្នកទាំងអស់គ្នាចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញពីសកម្មភាពមួយចំនួនណាដូចជាការយកចិត្តទុកដាក់ខ្ពស់ទៅលើអ្នកទាំងអស់គ្នាសូម្បីតែការហូបចុកការដែលអ្នកទាំងអស់គ្នារបៀបថាចូលចិត្តទៅណាអ្នកទាំងអស់គ្នាចូលចិត្តធ្វើអីទម្លាប់ប្រចាំថ្ងៃហ្នឹងហ្នឹងគឺជាសកម្មភាពនៃការស្រឡាញ់ពិតស្មោះសររបស់តារានិករ Leo ហើយបើសិនជាសួរខ្ញុំវិញថាតើសកម្មភាពក្បត់របស់គាត់មានអីគេកម្មភាពរបស់គាត់មានតែមួយទេអូខេគឺកាត់ផ្ដាច់រាល់អ្វីដែលគាត់ធ្លាប់ធ្វើជាមួយអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាធ្លាប់តែធ្វើជាមនុស្ស VIP សម្រាប់គាត់ណាប៉ុន្តែអ្នកទាំងអស់គ្នានឹងលែងខ្លាចទៅជាមនុស្ស VIP ទៀតហើយតែបើសិនជាស្នេហារបស់គាត់ត្រូវបានមើលរំលងឬមួយក៏ការយកចិត្តទុកដាក់របស់គាត់ធ្វើឲ្យគាត់គិតថាខ្លួនឯងលែងមានតម្លៃធម្មពលស្នេហារបស់តារានិករ Leo ចំពោះអ្នកទាំងអស់គ្នានឹងថយចុះភ្លាមមួយរំពេចបើសិនជាអ្នកទាំងអស់គ្នាធ្វើឲ្យតារានិករ Leo មានអារម្មណ៍ថាអ្នកទាំងអស់គ្នាស្មោះស្នេហ៍ចំពោះអ្នកទាំងអស់គ្នាហើយ
Leo គាត់នឹង smart អ្នកនរគ្នា smart ឲ្យជាតិក្រោយមកត្រង់កន្លែងនេះមួយត្រូវចាំពីសម្ដីរបស់ខ្ញុំណានៅពេលដែលអ្នកនរគ្នាធ្វើឲ្យគាត់ទទួលបានអារម្មណ៍នៃភាពកក់ក្ដៅការសរសើរការលើកទឹកចិត្តស្នេហាដែលពោពេញទៅដោយធម៌ពលតារានិក Leo 100%អត់ចេញពីអ្នកនរគ្នាតើធ្វើម៉េចធ្វើឲ្យតារានិក Leo រក្សាក្តីស្រឡាញ់ស្មោះសរចំពោះអ្នកនរគ្នាចម្លើយនោះគឺទី1អ្នកនរគ្នាត្រូវផ្ដល់ភាពកក់ក្ដៅឲ្យគាត់ឲ្យបានច្រើនទី2អ្នកទាំងអស់គ្នាត្រូវធ្វើម៉េចគាត់ទទួលបានអារម្មណ៍នៃការសរសើររបស់អ្នកទាំងអស់គ្នាចេញពីចិត្តតែម្ដងទី3អ្នកទាំងអស់គ្នាគួរណាស់តែរបៀបថាយល់ពីអារម្មណ៍របស់គាត់ឲ្យបានច្បាស់នៅពេលណាដែលគាត់ធ្លាក់នៅពេលណាដែលគាត់ឡើងចឹងអត់ត្រង់កន្លែងហ្នឹងតាមអារម្មណ៍របស់គាត់ឲ្យតន់តិចណាអ្នកខ្លះទៀតគឺគាត់ស្រឡាញ់តារានិក Leo អត់យល់ពីគាត់ច្បាស់ដោយសារតែតាមអារម្មណ៍របស់គាត់អត់តន់ហ្នឹងឯងតាមពិតទៅអត់មានអីដែលថាធ្វើបាក់តាមតន់ទេទាំងប្រុសទាំងស្រី Leo ប្រុស Leo ស្រីគឺមានអត្តចរិតដូចគ្នាហ្មងអារម្មណ៍របស់គាត់ឡើងចុះផ្លាស់ប្ដូរទៅតាមពេលវេលាអញ្ចឹងបើសិនជាថ្ងៃខ្លះទៅអ្នកនរគ្នាឃើញគាត់ផ្លាស់ប្ដូរហើយធ្វើឲ្យគាត់ស្បែកចិត្តទៅប៉ុន្តែខ្ញុំដឹងថាអ្នកនរគ្នាអាចនឹងហត់ដោយសារតែគាត់ដូចគ្នាដែរអញ្ចឹងអ្នកនរគ្នាប្រឈប់សកម្មភាពបន្តិចទៅហើយយើងគិតរកមធ្យោបាយថ្មីដើម្បីធ្វើឲ្យគាត់វាថាសប្បាយចិត្តជាមួយនេះទៅទី4ហ្នឹងវាជាចំណុចសំខាន់អូខេនៅពេលដែលអ្នកនរគ្នាបង្ហាញភាពច្បាស់លាស់កាន់តែខ្លាំង Leo គឺគាត់នឹងច្បាស់លាស់អ្នកនរគ្នាកាន់តែខ្លាំងទៀតដែរច្បាស់លាស់បើចៃបង្ហាញទៅតាមទីសាធារណៈឬមួយក៏អ្នកនរគ្នាអត់ចង់បង្ហាញទៅកាន់មនុស្សទាំងអស់គ្នាដែលអ្នកនរគ្នាចង់បង្ហាញភាពច្បាស់លាស់បងណាចាប់ការមកលឿនជិះមែនណាត្រង់កន្លែងហ្នឹងចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់ពីអ្វីដែលខ្ញុំនិយាយចង់ច្បាស់ការជាមួយនឹង Leo ផ្ដល់អាចចំណុច4ហ្នឹងទៅគឺអត់ចេះខុសទេតែបើសិនជាស្នេហារបស់គាត់ត្រូវបានមើលរំលងឬមួយក៏ការយកចិត្តទុកដាក់របស់គាត់ធ្វើឲ្យគាត់គិតថាខ្លួនឯងលែងមានតម្លៃធម្មពលស្នេហារបស់តារានិក Leo ចំពោះអ្នកទាំងអស់គ្នានឹងថយចុះភ្លាមមួយរំពេញបើសិនជាអ្នកទាំងអស់គ្នាធ្វើឲ្យតារានិក Leo មានអារម្មណ៍ថាអ្នកទាំងអស់គ្នាស្មោះស្នេហ៍ចំពោះអ្នកទាំងអស់គ្នាហើយ Leo គាត់នឹងស្មោះអ្នកទាំងអស់គ្នាស្មោះដល់ជាតិក្រោយមកត្រង់កន្លែងនេះមួយត្រូវចាំពីសម្ដីរបស់ខ្ញុំនៅពេលដែលអ្នកទាំងអស់គ្នាធ្វើឲ្យគាត់ទទួលបានអារម្មណ៍នៃភាពកក់ក្ដៅការសរសើរការលើកទឹកចិត្តស្នេហាដែលពោពេញទៅដោយធម៌ពលតារានិក Leo 100%អត់ចេញពីអ្នកទាំងអស់គ្នានិយាយរួម Leo គាត់គឺជាមនុស្សម្នាក់ដែលមិនចូលចិត្តក្បត់ទេប៉ុន្តែគាត់ត្រូវការស្នេហាដែលមានធម៌ពលភាពកក់ក្ដៅក៏ដូចជាដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងណាដូចជាការជួបរត់ស្រឡាញ់ព្រះអាទិត្យអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបើសិនជាអត់ចង់ឲ្យតារានិក Leo ចេញពីជីវិតអ្នកទាំងអស់គ្នាឬមួយក៏អ្នកទាំងអស់គ្នាអត់ចង់ធ្វើឲ្យភ្លើងស្នេហារលត់ទេអ្នកទាំងអស់គ្នាកុំធ្វើឲ្យគាត់អន់ចិត្តច្រើនអីដោយសារតែនៅពេលដែល Leo អស់ចិត្តសូម្បីតែអ្នកទាំងអស់គ្នាយកអីមួយមកព្រាលផ្លូវចិត្តរបស់គាត់ទៅតាមអ្វីដែលគាត់ចង់បានណាមិនតិចក៏គាត់អត់ទុកឲ្យអ្នកទាំងអស់គ្នានៅក្នុងជីវិតគាត់តទៀតដែរសំណួរដែលខ្ញុំតែងតែទទួលបានជារឿយតើតារានិក Leo ស័ក្តិសមជាមួយនឹងតារានិកណាជាងគេចម្លើយរបស់ខ្ញុំនោះគឺតារានិកដែលស័ក្តិសមជាមួយនឹងតារានិក Leo គឺមាន4មាន Sagittarius Aries Gemini និង Libra អញ្ចឹងមូលហេតុដែលធ្វើឲ្យពួកគាត់ស័ក្តិសមជាមួយនឹងគ្នាដោយសារតែពួកគាត់ចូលចិត្តការផ្សងព្រេងដូចគ្នាចូលចិត្តស្នេហាដែលមានធម៌ពលចូលចិត្តស្នេហាដែលមានភាពផ្អែមល្ហែមក៏ដូចជាការដែលអត់បង្ងាយកន្តើយដាក់គ្នាអញ្ចឹងធ្វើឲ្យពួកគាត់ស៊ីសង្វាក់គ្នាមែនតើផ្ទុយទៅវិញតារានិក Leo គឺគាត់អត់ត្រូវជាមួយនឹងតារានិក Taurus ហើយនិង Capricorn ទេអានេះយើងមិនថាស្នេហាមិនមែនថាស្រឡាញ់គ្នាទៅមុខអត់បានយូរទេណាបានយូរលុះត្រាតែពួកគាត់កាត់បន្ថយចរិត ego បន្តិចដោយសារតែមូលហេតុភាគច្រើនតារានិក Taurus ជាមួយនឹង Capricorn គាត់គឺជាមនុស្សម្នាក់ដែលស៊ីតិចខ្លាំងគាត់អត់ស៊ីក្តៅខ្លាំងទេដែលពិបាកនៅក្នុងការដើរទៅមុខមួយ Leo មែនតើកុំអត់ទៅណាអ្នកទាំងអស់គ្នាបន្តិចទៀតនេះយើងនឹងជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងដើម្បីគាត់មកចែករំលែកពីបទពិសោធន៍ជីវិតពិតដែលទាក់ទងជាមួយនឹងតារានិក Leo ទាំងអស់គ្នាស្បែកមុខភ្លឺថ្លាមករលោងបែបនេះកុំភ្លេចជាមួយនឹងផលិតផលរបស់ Miss Sunflower Miss Sunflower Sun Serum គឺជាស្ដេចលេខការពារកម្ដៅថ្ងៃសម្រាប់ការពារផ្ទៃមុខរបស់យើងឲ្យភ្លឺរលោងពេញមួយថ្ងៃចង់បានជាមួយនឹងប្រភេទម្សៅដែលបិទបាំងស្នាមបានល្អកុំភ្លេចជាមួយនឹង Miss Sunflower Cushion and Powder Cream ថែរក្សាស្បែកមុខរបស់លោកអ្នកជាមួយនឹងផលិតផលរបស់ Miss Sunflowerម៉ាស្បែកមុខជាប្រចាំថ្ងៃគឺជារឿងមួយដ៏សំខាន់ណាស់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំជ្រើសរើសជាមួយនឹង Vita Halo Deep Cleansing Oil ដើម្បីសម្អាតគ្រឿង make up នៅលើផ្ទៃមុខរបស់ខ្ញុំពីព្រោះអីអ្នកដែលចូលចិត្ត make up ទាំងអស់គឺសិតតែមានបញ្ហាស្បែកមុខអញ្ចឹងហើយយើងត្រូវសម្អាតស្បែកមុខរបស់ខ្ជាប់ខ្ជួនបន្ទាប់ពីការលាងសម្អាតមុខជាមួយនឹង cleansing oil ហើយខ្ញុំក៏តែងតែបិទម៉ាស់ជាប្រចាំថ្ងៃជាមួយនឹងម៉ាស់បិទមុខ collagen ដែលមានសារធាតុ collagen ច្រើននិងវីតាមីនផ្សេងៗដើម្បីចិញ្ចឹមស្បែកមុខរបស់យើងប្រឆាំងជាមួយនឹងភាពចាស់ហើយផលិតផលដែលខ្ញុំកំពុងតែប្រើទាំងអស់នេះសុទ្ធតែជាផលិតផលស្តង់ដារនិងមានគុណភាពខ្ពស់ប្រសិនបើអ្នកទាំងអស់គ្នាចង់បានជាមួយនឹងស្បែកមុខភ្លឺថ្លាមាត់រលោងដូចខ្ញុំអាចទាក់ទងមកកាន់ Florence Skin KH បានជំរាបសួរអូនហ្នឹងហើយអូនអាចណែនាំខ្លួនទៅកាន់ទស្សនិកជនរបស់យើងបន្តិចបានអត់ខ្ញុំឈ្មោះផៃសុជីតាខ្ញុំជាតារានិក Leo អូខេអញ្ចឹងអ្នកនរគ្នាដឹងស្រាប់ហើយកន្លងមកខ្ញុំតែងតែនិយាយប្រាប់អ្នកនរគ្នាថាតារានិក Leo គឺជាតារានិកដែលមានភាពស្គមស្គមឬមួយក៏គាត់គឺជាមនុស្សដែលមានភាពស្គមស្គមដូចគ្នាដែរប៉ុន្តែគាត់មានអំណាចអូខេមានអំណាចបន្ថែមក្នុងការគ្រប់គ្រងការងាររបស់គាត់ការសិក្សាក៏ដូចជារឿងស្នេហាគឺគាត់តែតែមានអំណាចទានជានិច្ចប៉ុន្តែ Leo សំខាន់ត្រូវគេបោកដែរហ្នឹងឥឡូវមែនអត់បាទអូខេឥឡូវបងសួរចំណាប់អារម្មណ៍តិចបានទេអូនឯង follow បងយូរណាស់ខ្ញុំ follow បងតាំងពីឆ្នាំមុនអូខេអញ្ចឹង fan ខ្ញុំតាំងពីឆ្នាំមុន Oh my god អូនឯងមកពីខេត្តណាដែរឬមួយវិញអ្នកនឹងពេញទេ
ខ្ញុំអ្នកនៅ3បង អូអូខេអញ្ចឹងកន្លែងមានបទពិសោធន៍អីសម្រាប់ចែករំលែកទៅកាន់ទស្សនិកជនរបស់យើង បទពិសោធន៍ទី1ហ្នឹងតារានិកលីអូហ្នឹងវារៀងខុសគេពេលខ្លះចឹងទៅវារៀងបែបស្ងៀមស្ងាត់ចូលចិត្តនៅម្នាក់ឯងហើយវាចូលចិត្តស្ដាប់ចម្រៀងអីចឹងយូរទៅអត់ចូលចិត្តកន្លែងណាមនុស្សច្រើនអីទេ អូខេ ចូលចិត្តគេពីគេវិញទៅរកកន្លែងណារៀងស្ងាត់ស្ងាត់ អូអូខេអញ្ចឹងកន្លែងមានឆ្ងល់ទេថាហេតុអីបានតារានិកល Leo ខ្លះគឺគាត់សកម្មជាង ឆ្ងល់ដែរតែបង អូខេអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលគាត់កំពុងតែមើលវីដេអូនេះហើយជាក្រុមតារានិកល Leo ខ្ញុំសូមបកស្រាយបន្តិចមិនមែនថាក្រុមតារានិកល Leo ទាំងអស់សិតតែដូចគាត់ទេដោយសារតែគាត់ស្ថិតនៅក្នុង Sun Moon Rising ផ្សេងគ្នា Sun Moon Rising នេះគឺខ្ញុំចង់បញ្ជាក់ពី Sun Sign គឺជាតារានិកល Leo គាត់តMoon Sign គឺជាអត្តចរិតខាងក្នុងរបស់គាត់ប្រហែលជាមាន Moon Sign ជាក្រុមតារានិកលScorpio ឬមួយក៏ក្រុមតារានិកល Libra ដែលគាត់ចូលចិត្តបែបស្ងៀមស្ងាត់តិចៗហើយបែបដែលថាគាត់អត់ចូលចិត្តមនុស្សច្រើនអីចឹងណាហើយតារានិកល Leo ខ្លះបើសិនជាគាត់មាន Sun Moon Rising ជាក្រុមតារានិកលទីភ្លើងដូចគ្នាគាត់នឹងជាមនុស្សសកម្មហើយអត់សូវចូលចិត្តមានញ៉ាំច្រើនទេតែគាត់ថាគាត់ចូលចិត្តបញ្ចេញមុខនៅតាម social media ឬមួយក៏គាត់ចូលចិត្តធ្វើអីមួយបែបដែលថាឲ្យខ្លួនឯងទទួលបានភាពជោគជ័យហើយចូលចិត្តបង្ហាញគេឃើញតែបើគាត់វិញគឺខុសប្លែកពីគេពិតមែនតាមអីដែលគាត់និយាយមុនហ្នឹងគឺគាត់ចូលចិត្តបែបស្ងៀមស្ងាត់ចូលចិត្តបែបភាពឯកជនផ្ទាល់ខ្លួនរបស់ខ្លួនឯងចូលចិត្តឲ្យតែគេមកនិយាយឥឡូវបងសួរតិចណាគាត់មានបទពិសោធន៍រឿងស្នេហាដែលត្រូវគេបោកអីទេក្រុមតារានិកល Leo អូនទៅអ្នកកំពុងស្ដាប់នឹងថាខ្ញុំនឹង deal តាំងពីក្នុង TikTok ហើយមក deal នៅក្នុងកម្មវិធី ចាបងធ្លាប់មានបទពិសោធន៍ខាងគេបោកដែរអ្នកខ្លះគាត់ចូលមកស្រឡាញ់យើងចឹងទៅគាត់និយាយថាអារម្មណ៍គាត់មកឆាយចឹង ឈប់អ្នកបោកហ្នឹងតារានិកល អាខ្វល់ទៀត អូ បងឥឡូវហ្នឹងពងតាមស្រឡាញ់អាខ្វល់ទៀត អូណាគេកំពុងស្ដាប់វីដេអូនេះ Aquarius ហ្នឹងកំពុងស្ដាប់វីដេអូនេះហើយអ្នកនរគ្នាកុំភ្លេច reply មកវិញផងថានេះក្រាស់កំពុងតែចាំស្រឡាញ់អូខេហើយក្រាស់កំពុងចាំស្រឡាញ់ឯងកំពុងតាមស្រឡាញ់គេឬមួយគេកំពុងតាមស្រឡាញ់ឯង វាអារម្មណ៍អត់ដឹងរឿងខ្លួនណាបងព្រោះអីរឿងស្និទ្ធស្នាលគ្នាដែរនៅក្រៅ អូ តែអ stop ត់ដឹង អាហ្នឹងអត់តន់ចូល situationship ណានៅ internship នៅឡើយណាអត់តន់ចូល situation ទេអញ្ចឹងត្រង់កន្លែងនេះមួយបងអត់ចង់ឲ្យក្រុមតារានិកល Leo គេគាត់ push ខ្លាំងពេកនិយាយទៅមិនថាតែ Leo តែមួយទេតារានិកលធីភ្លើងពីរនេះក៏អញ្ចឹងដែរអូខេតែខ្ញុំ focus ទៅលើតារានិកល Leo ក្នុងវីដេអូនេះដើម្បីឲ្យអ្នកនរគ្នាសួរស្ដាប់អញ្ចឹងអត្តចរិតមួយរបស់ Leo គាត់ក៏ជាតារានិកលមួយដែលចង់បានអីព្រាមៗដូចគ្នាចង់បានអីដូចចិត្តប៉ុន្តែវាច្រើនដូចចិត្តនៅពេលដែលថាអត់បានដូចចិត្តអាចនឹងធ្វើឲ្យខ្លួនឯងទទួលបាន feeling like គេហៅថាវាសម្ញាក់ចិត្តណាអញ្ចឹងខ្ញុំចង់ឲ្យតម្លាក់អារម្មណ៍ទាំងអស់នេះចោលខ្លះធ្វើអីឲ្យកុំរំពឹងខ្ពស់ពេកភាគច្រើនភាពភ្លើងទាំង3ណា Leo ពូជាងគេវារំពឹងខ្ពស់បើសិនជាបានដូចចិត្តយើងធ្វើឲ្យខ្លួនឯងទទួលបានអារម្មណ៍ខូចចិត្តខ្លាំងឥឡូវមែនអត់ពេលដែលកន្លងមកហ្នឹងហើយអូនឯងមានអីចែករំលែកឬមួយក៏មានបទពិសោធន៍អីចង់សួរផងអត់ ខ្ញុំចង់គិតថាយើងធ្វើមិនបានគេមិនឡាយយើងវិញអញ្ចឹងណា អូយសំណួរថាសម្រាប់អានេះជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំឃើញតារានិកល Leo ទាំងអស់អូខេពេលដែលគាត់ស្រឡាញ់គឺគាត់អត់គិតអីច្រើនទេគឺគាត់ចង់បានតែម្យ៉ាងឯងចង់បានថាធ្វើម៉េចឲ្យដៃគូរបស់គាត់នោះមកយល់ពីគាត់អីពីគាត់ចឹងណាប៉ុន្តែត្រង់កន្លែងមួយត្រូវចាំថាកាន់តែចង់បានកាន់តែខកចិត្តអញ្ចឹងដើម្បីឲ្យមនុស្សអ្នកមកស្រឡាញ់យើងបានតើយើងចេះស្រឡាញ់ខ្លួនឯងសិនបាទអ្នកនរគ្នាអាចមករំលងពីចំណុចហ្នឹងតែខ្លួនតែស្អាតទៅបានដែរតែគេមើលឃើញគេស្រឡាញ់ទេអត់ទេអូខេថងអាកន្លែងចំណុចហ្នឹងមួយមិនថាតារានិកលផ្សេងឬមួយក៏ Leo ទេស្រឡាញ់ខ្លួនឯងជាមុនបន្តមកទៀតគេនឹងមើលឃើញពីចំណុចទាំងអស់ស្រឡាញ់ខ្លួនឯងហ្នឹងមិនមែនជាការតែងខ្លួនតែមួយទេណាតែវាអាចជាការដែលយើងផ្ដល់ឲ្យខ្លួនឯងអ្វីដែលគេផ្ដល់ឲ្យយើងអីអត់បានខ្ញុំឥឡូវហ្នឹងអនឡាញកំពុងតែតាមស្រឡាញ់ Aquarius ទៅអត់អញ្ចឹងអ្វីដែល Aquarius ផ្ដល់ឲ្យអនឡាញបានគឺក្តីសុខផ្ទាល់ខ្លួនទៅអត់អញ្ចឹងអនឡាញផ្ដល់ក្តីសុខផ្ទាល់ខ្លួនឲ្យខ្លួនឯងបានច្រើនតែក៏មាននៅក្នុងករណីខ្លះមួយទៀតណាទោះបីជាយើងខំប៉ុណ្ណាក៏ដោយឈរស្ងៀមៗមិនក៏ដោយគេអត់ស្រឡាញ់ទេចាត្រង់ចំណុចហ្នឹងមួយបងចង់ឲ្យយល់ឲ្យបានកាន់តែច្បាស់និយាយទៅមិនថាធ្វើអីនៅកន្លែងណាកំពុងតែគិតអីទេធ្វើគិតពីខ្លួនឯងជាមុនសិនអូនឯងផ្ទាល់អូនឯងមានអីមកសុំមកកាន់មកទីដល់តែអត់ជំនាញក្រាស់របស់ខ្លួនឯងឬជំនាញផ្ទាល់ខ្លួនចឹងមិនបានមនុស្សភាគច្រើនដែលតាមស្រឡាញ់ Leo ហ្នឹងគេគិតថាអត្តចរិត Leo ហ្នឹងរៀងពិបាកយល់នេះចឹងភាគច្រើនតារានិកល Leo គាត់អត់សូវបង្ហាញឃើញមែនតែគាត់ណៃអត់សូវបង្ហាញគេឃើញទេសូម្បីតែនៅក្នុងចំណោមតារានិកលទាំង12 Leo ក៏ស្ថិតនៅក្នុងមួយចំណោម3ដែលគាត់គឺជាមនុស្សដែលពិបាកយល់ជាងគេដូចគ្នាដែរទាំងអស់គ្នាថា Aries ពិបាកយល់ឬមួយក៏ថា Sagittarius ពិបាកយល់ណា Leo នេះគុណនឹង2អូខេ Leo គុណនឹង2មកអារឿងពិបាកយល់ពីគាត់នឹងតែបើសិនជាយល់ហើយតែបន្តិចគឺស្រួលអញ្ចឹងចំណុចដែលធ្វើឲ្យអ្នកនរគ្នាយល់ពី Leo បានច្បាស់ណាទី1មើលកែវភ្នែកគាត់ទី2
គាត់មិនមែនជាមនុស្សដែលចូលចិត្តឲ្យអ្នកនរគ្នាមកស្ដីឲ្យគាត់ទេពីព្រោះគាត់ធ្វើអីគាត់មានគោលដៅរបស់ខ្លួនឯងអញ្ចឹងហើយរឿងខ្លះបើសិនជាតាមស្រ័យលីអូហើយបន្តលីអូបន្ថែមទៀតណានឹងអ្នកនរគ្នាមិនថែបមកគាត់ទេគាត់រកបានតែមនុស្សណាដែលថាអាចធ្វើឲ្យគាត់មានអារម្មណ៍មួយថាកុំបង្ខំគាត់ខ្លាំងពេកកុំធ្វើអីមួយឲ្យគាត់គិតថាអ្នកនរគ្នាចង់បាន attention ខ្លាំងពេកដោយសារតែភាគច្រើនអូនឯងចង់បាន attention ពីគេត្រូវអត់មែនអូនឯងរបៀបថាចង់ឲ្យគេនឹងផ្ដល់ attention មកអូនឯងគាត់ថាចង់បានអ្វីមួយដែលធ្វើឲ្យមានភាពសមមាត្រគ្នាទៅប៉ុណ្្នឹងឯងប៉ុន្តែបើឆ្លាញ់មុខមូលអានោះត្រង់នោះគឺបែបហ្នឹងសម្រាប់តារានិកលីអូផ្ទាល់មុនស្នេហ៍របស់គាត់វាស្ថិតទៅលើការនិយាយស្ដីពីច្រើនអ្នកទាំងអស់គ្នាដែលឃើញលីអូស្ងប់ស្ងាត់ឬមួយក៏នៅពេលដែលគាត់នៅម្នាក់ឯងអញ្ចឹងណាអត់ចូលចិត្តឲ្យញឹមដាក់អ្នកណាទេគឺគាត់ស្ងាត់និយាយទៅបើសិននិយាយឲ្យគាត់ស្ដាប់គឺមុខគាត់ស្មារឬមួយក៏ភាសាខ្មែរយើងទៀតមុខងាប់ទៅមកអញ្ចឹងកាត់បន្ថយអារម្មណ៍ទាំងអស់ហ្នឹងបើសិនជាចង់តាមឆ្លាញ់លីអូអញ្ចឹងហើយលីអូខ្លួនឯងក៏ដូចគ្នាដែរកុំទម្លាក់ standard របស់ខ្លួនឯងដើម្បីតែមនុស្សម្នាក់និយាយទៅកំណត់ standard របស់ខ្លួនឯងបានល្អកុំកំណត់បានតែមនុស្សម្នាក់យល់ទេឧទាហរណ៍ថាអូនឯងតាមស្ដារខុសអីហ្នឹងចឹងហេតុអីបានត្រូវកំណត់តែខុសនេះតែមួយយល់ហេតុអីបានកំណត់តែខុសនេះតែមួយសួរគេបោកទៅធ្វើមិនទៅវាអញ្ចឹងណាអញ្ចឹងអាត្រង់កន្លែងហ្នឹងមួយកុំនេះសោះអូខេកុំទម្លាក់ standard របស់ខ្លួនឯងកុំបាត់ផ្លូវក្រោយរបស់ខ្លួនឯងយ៉ាងណាគេចូលមកយើងអាចឲ្យគាត់វាថាមើលចិត្តគ្នាជាមួយនឹងគាត់តទៅក៏បានពីព្រោះយើងមកឃើញទេចិត្តរបស់មនុស្សវាច្រើនតារានិកក្រុមធីភ្លើងគឺគាត់ជាប់ផ្ទះអូខេជីតាអូនណៃមានអីចង់ចែករំលែកទៅកាន់ទស្សនិកជនរបស់យើងអត់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំជាតារានិកលីអូចំណុចទី1បើយើងស្រឡាញ់ពីណាអញ្ចឹងណាយើងកុំរំពឹងខ្ពស់ពេកទៅលើគេអូខេតង់ចំណុចនេះមួយអូនណៃហេតុអីបានចង់ឲ្យ advice ទៅកាន់ពួកគាត់បែបហ្នឹងមានបទពិសោធន៍ត្រូវគេបោកខ្ញុំក៏បែបចឹងទៅអូនចាបងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានបទពិសោធន៍ខាងគេបោករៀងច្រើនដែរបងអូខេឈឺដល់រៀងស្ពឹកអីហើយភាគច្រើនត្រូវតារានិកអីបោកដែរច្បាស់ភាគច្រើនយើងច្បាស់ជាមួយនឹងក្រុមធាតុអីដែរចឹងឬមួយក៏ចម្រងហ្មងអូយ Oh my god ខូចឈ្មោះតារានិកលីអូអស់ហើយកុំឲ្យគេបោកច្រើនពេកអត់ល្អទេសម័យឥឡូវឃើញថាក្មេងៗដែលគាត់ជាសម័យ Gen Z ឬមួយក៏ជាអ្នកដែលគាត់កើតចាប់ពីឆ្នាំ2005ទៅគាត់តែងតែមានវិបត្តិឬស្នេហាជាដរាបមកខ្ញុំឃើញអ្នកដែលគាត់ចូល comment នៅក្នុងវីដេអូរបស់ខ្ញុំភាគច្រើនអ្នកនរគ្នាពួកគាត់ជាក្មេងៗអូខេអានេះនិយាយមកថាមិនមែនជាក្មេងពេកទេប៉ុន្តែគាត់ជាវ័យជំទង់បើណៃតាមដានបងណៃដឹងថាគាត់ពួកគាត់គេចិនចិត្តសិតតែវ័យជំទង់តែគាត់កំពុងតែងប់ងល់ទៅលើរឿងស្នេហាអញ្ចឹងណាភាគច្រើនណៃដិតដាមជាមួយនឹងរឿងអីជាងគេរឿងស្នេហាដិតដាមជាងគេហ្នឹងរឿងស្នេហាគេបោកចាអូខេសម្រាប់រឿងស្នេហាខ្ញុំដំបូងហ្នឹងខ្ញុំស្គាល់គ្នាដំបូងមួយគាត់ហ្នឹងដោយសារអីរឿង reply story បងអូអានេះវាអ្នកថាអ្នកអរគ្នា reply story ជួបស្នេហ៍អញ្ចឹងណាហើយគាត់ជាតារានិកអីដែរអូនគាត់ជាតារានិកផៃស៊ីបងផៃស៊ីអូឆ្លាញ់តាផៃស៊ីហើយផៃស៊ីក្បត់ពេលហ្នឹងគាត់ reply story ខ្ញុំ reply story អញ្ចឹងទៅមិនដំបូងហ្នឹងគ្រាន់លេងមួយគ្នាធម្មតាត្រឹម2-3ថ្ងៃទេ2-3ថ្ងៃអញ្ចឹងទៅពេលហ្នឹងក៏ខ្លាចជាសង្សារគ្នាប៉ុន្តែគាត់ប្រាប់អ្នកហ៊ានមួយគាត់អញ្ចឹងទៅថាត្រឹមពូក្មួយអញ្ចឹងណាពេលហ្នឹងមនុស្សហ្នឹងគាត់លបឲ្យច្រើនដែរអូខេទទួលស្គាល់ហើយអត់គេទទួលស្គាល់តែគាត់ផៃស៊ីលបឲ្យច្រើនតែពេលខ្ញុំឆ្លាញ់គ្នាហ្នឹងខ្ញុំនៅខេត្តគាត់នៅពេញគាត់ជានៅពេញចឹងមានន័យថា long distance relationship អូខេខ្ញុំឆ្លាញ់គ្នាបានរៀងយូរដែរនៅខេត្តហ្នឹងដល់ពេលឆ្លាញ់គ្នានៅខេត្តហ្នឹងខ្ញុំអត់ដឹងថាគាត់ក្បត់ខ្ញុំឬក៏អត់ទេបងតែដល់ពេលខ្ញុំមកបំពេញខ្ញុំមកធ្វើការបានដូចជាមួយឆ្នាំជាងអញ្ចឹងទៅយើងនៅចិត្តគ្នាប៉ុន្តែគាត់បែរជាក្បត់ខ្ញុំវិញនៅចិត្តគ្នាប៉ុន្តែតែដងឆ្ងាយពីគ្នាវិញអូខេគាត់ក្បត់អញ្ចឹងតំណងបងណៃបានរយៈពេលប្រហែលឆ្នាំបី2ឆ្នាំជាងអូ2ឆ្នាំជាងអត់យូរនៅ2ឆ្នាំជាងបើយើងគិតទៅមានអនុស្សាវរីយ៍ច្រើនមែនតើច្រើនហើយពេលហ្នឹងអូនចាប់បានគាត់មួយក្បាច់ស្បែកមុខភ្លឺថ្លាមករលោងបែបនេះកុំភ្លេចជាមួយនឹងផលិតផលរបស់ Miss Sunflower Miss Sunflower Sun Serum គឺជាស្ដេចលេខការពារកម្ដៅថ្ងៃសម្រាប់ការពារផ្ទៃមុខរបស់យើងឲ្យភ្លឺរលោងពេញមួយថ្ងៃចង់បានជាមួយនឹងប្រភេទម្សៅដែលបិទបាំងស្នាមបានល្អកុំភ្លេចជាមួយនឹង Miss Sunflower Cushion and Powder Cream ថែរក្សាស្បែកមុខរបស់លោកអ្នកជាមួយនឹងផលិតផលរបស់ Miss Sunflower ម៉ាស្បែកមុខជាប្រចាំថ្ងៃគឺជារឿងមួយដ៏សំខាន់ណាស់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំជ្រើសរើសជាមួយនឹង Vita Halo Deep Cleansing Oil ដើម្បីសម្អាតគ្រឿង make up នៅលើផ្ទៃមុខរបស់ខ្ញុំពីព្រោះអីអ្នកដែលចូលចិត្ត make up ទាំងអស់គឺសិតតែមានបញ្ហាស្បែកមុខអញ្ចឹងហើយយើងត្រូវសម្អាតស្បែកមុខរបស់ខ្ជាប់ខ្ជួនបន្ទាប់ពីការលាងសម្អាតមុខជាមួយនឹង cleansing oil ហើយខ្ញុំក៏តែងតែបិទម៉ាស់ជាប្រចាំថ្ងៃជាមួយនឹងម៉ាស់បិទមុខ collagen ដែលមានសារធាតុ collagen ច្រើននិងវីតាមីនផ្សេងៗដើម្បីចិញ្ចឹមស្បែកមុខរបស់យើងប្រឆាំងជាមួយនឹងភាពចាស់ហើយផលិតផលដែលខ្ញុំកំពុងតែប្រើទាំងអស់នេះសុទ្ធតែជាផលិតផលស្តង់ដារនិងមានគុណភាពខ្ពស់ប្រសិនបើអ្នកទាំងអស់គ្នាចង់បានជាមួយនឹងស្បែកមុខភ្លឺថ្លាមាត់រលោងដូចខ្ញុំអាចទាក់ទងមកកាន់ Florence Skin KH បានចាប់បានគាត់នឹងច្រើនដងគាត់ដូចជាគាត់បង្កើត account ផ្សេងចឹងទៅគាត់ឆាតទៅ
អ្នកផ្សេងគាត់ញ៉ាយអ្នកផ្សេងហើយញ៉ាយអ្នកផ្សេងហ្នឹងញ៉ាយហ្នឹងបែបបានធ្វើសង្សារគ្នាទៅដែលគ្នាអីចឹងហ៎បង អូយ វាច្រើនដងពេកឡើងយើងធំអត់បានហ្មងណា អញ្ចឹងការបែកគ្នាហ្នឹងនៅពេលដែលថាដល់សម្រាប់ចាត់ថាដើរចេញពីគាត់ហ្មងហ្នឹងអូនឯងសុំបែកគាត់នេះ បែកគ្នាហ្នឹងដូចជា រកពេលមួយខ្លួន ចារៀងខ្លួនបែកគ្នាច្រើនដងហ្នឹងវាថាបែកត្រូវដែរហ្នឹងបងដល់ពេលរកនេះបែកទៅបែកតែមែនតើហ្មង អូអូខេអញ្ចឹងអ្នកអរគ្នាដែលបានស្ដាប់ជាមួយនឹងជីតាអ្នកអរគ្នាដឹងថាអារម្មណ៍របស់គាត់នៅពេលដែលចាប់បានមនុស្សរបស់គាត់ម្ដងហើយម្ដងទៀតវាឈឺយល់វាឈឺខ្ញុំចូលអារម្មណ៍មួយនឹងដូចគ្នាដែរអញ្ចឹងនៅពេលដែលអ្នកអរគ្នាមានសង្សារជាតារានិកផៃស៊ីខ្ញុំដឹងថាផៃស៊ីគាត់មានចឹងខ្ញុំចូលចិត្តសេរីភាពច្រើនប៉ុន្តែមួយស្លេងនៅពេលដែលប៉ះជាមួយនឹងតារានិកលីអូត្រូវឲ្យគំនិតទៅកាន់គាត់បានច្រើនហ្នឹងហើយពេលច្រើនអ្នកអរគ្នាតែគិតថាតាក់ដូចរឿងស្រឡាញ់គ្នាបានស្រឡាញ់បានគាត់ដើរទៅអត្តនការ2ឆ្នាំហើយគាត់នៅខ្វះតែមួយជំហានទៀតទេបានយល់ពីគ្នាប៉ុន្តែនៅពេលដែលថាខាងស្រីឬក៏មនុស្សស្រីគឺគាត់ចាប់ដើមគិតថាខ្លួនឯងលែងមានតម្លៃហើយអានោះគឺវាយ៉ាប់ទៅយ៉ាងណាហើយបងសុំសួរទៀតបានគាត់មានតែតាក់ទងមកកាន់តំណែងមួយសុំត្រូវគ្នាវិញទេ ធ្លាប់បងពេលហ្នឹងដូចជាបើហឹកចូលឆ្នាំពេលហ្នឹងបែកគ្នារៀងដូចជាបានមួយខែអញ្ចឹងដល់ពេលហ្នឹងគាត់ថាបែកគ្នាដាច់ទេស្រាប់អីគាត់ឆាតមកយើងវិញ ត្រូវគ្នាវិញអូយលោកឯងលោកអូខេប៉ុន្តែនៅពេលដែលត្រូវគ្នាវិញហ្នឹងហើយអូនឯងល្អមួយគ្នាទៅតាមឬក៏មិនល្អមួយគ្នាដូចដើមអញ្ចឹងបងដល់ពេលមករយៈក្រោយមកគាត់ចាប់ផ្ដើមបដូរជារកគាត់ទៀតអូគាត់និយាយទៅមានន័យថាអូសម័យលើគេចូលចិត្តអាភាសាគេភ្លក់អូខេគាត់ចូលចិត្តភ្លក់រសជាតិថ្មីអញ្ចឹងហើយអានេះនិយាយបានថាបើសិនជាអារម្មណ៍បងតល់ណាបងយកអារម្មណ៍មួយថាយើងអត់ដែលបិទសិទ្ធិសេរីភាពគាត់ទេយើងអត់ដែលបិទសិទ្ធិសេរីភាពគាត់ទេយើងតែងតែឲ្យគាត់ចេញទៅណាមកណាទៅតាមក្តីសុខរបស់គាត់ប៉ុន្តែសុំតាមមួយយ៉ាងគឺភាពស្មោះត្រង់និងពេលវេលាឲ្យយើងទៅទូទៅបានយ៉ាងគឺបានដឹងហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបានការចែករំលែកមួយដែលគេហៅថាយើងអាចបិទសិទ្ធិសេរីភាពនៅណាគេម្នាក់បាននេះប៉ុន្តែមនុស្សម្នាក់ហ្នឹងគឺគាត់មានជំរឿនរបស់គាត់នៅក្នុងការក្បត់ហ្នឹងអញ្ចឹងដូចជាតាអញ្ចឹងគាត់ជាតារានិកលីអូចឹងនៅពេលដែលប៉ះជាមួយនឹងផៃស៊ីស្ងាត់អ្នកខ្ញុំឃើញទឹកមុខគាត់ស្មើអញ្ចឹងណាប៉ុន្តែគាត់មានសាហាវយ៉ាងពេលអត់អ្នកត្រូវឲ្យពីបបយើងវិញឆ្ងាយណានិយាយមែនសម្រាប់ខ្ញុំតោះបើអ្នកដែលគាត់តាមស្រឡាញ់ខ្ញុំបើចំណុចដែលខ្ញុំត្រូវការហ្មងខ្ញុំសុំតែម្យ៉ាងរៀងយល់ពីខ្ញុំអីចឹងណាព្រោះអីមនុស្សខ្ញុំវារៀងឆាប់ខឹងឆាប់មុំម៉ៅពេលខ្លះគាត់រឿងតូចមួយវាអាចធ្វើឲ្យខ្ញុំអន់ចិត្តបាននិយាយទៅអន្តរមួយខ្ញុំចង់ជម្រាបអ្នកខ្ញុំនិយាយថាវីដេអូគាត់យើងមានអារម្មណ៍មួយថាគាត់ឆាប់ឆេវឆាវជាតារានិកធីភ្លើងពីរទៀតអញ្ចឹងហើយនៅពេលដែលអត់ពេលលួងគាត់ណានិយាយពាក្យតាមមួយម៉ាត់ពីរម៉ាត់ទៅគាត់ស្ដាប់បានហើយគាត់បាត់គាត់ឆាប់បាត់ខឹងឯងតែគាត់ថាកុំឲ្យថាធ្វើអីមួយដដែលច្រើនពេកអានឹងខឹងមុំចាសូមត្រង់យើងយកចិត្តទុកដាក់មួយខ្ញុំតិចមកបើយើងសង្សារគ្នាអញ្ចឹងណាយកចិត្តទុកដាក់មួយខ្ញុំតិចមករៀងថ្នាក់ថ្នមដែរបែបនេះចូលចិត្តបែបការថ្នាក់ថ្នមអូខេអញ្ចឹងអ្នកនរគ្នាកន្លែងហ្នឹងចាគាត់ចង់ប្រាប់អ្នកនរគ្នាថាកុំយកទឹកដាក់ជាមួយនឹងគាត់បានតែដំបូងណាដល់ពេលស្រឡាញ់យូរទៅការងារមកប្រទេសធ្វើតែឯងអញ្ចឹងហើយគាត់អត់ចូលចិត្តបែបហ្នឹងទេនិយាយទៅមិនថាតែគាត់ទេមនុស្សស្រីផ្សេងទៀតក៏អញ្ចឹងដែរមែនហ្នឹងហើយនៅពេលដែលថាស្រឡាញ់ដំបូងអូយស្អីក៏មានដែរលោកអើយជុំទៅញ៉ាំអីទិញអីឲ្យនេះផងឆ្លៀបពេលវេលាសុំរកបែបយ៉ាងទាំងអស់ប៉ុន្តែចន្លាយយូរទៅការងារមកប្រទេសធ្វើតែឯងរួចពីណាទ្រាំបានទៅវិញដល់ពេលទៅកាត់ជារឿងជួបគ្នាចឹងហ្នឹងហើយអូនឯងដែរជួបគ្នារឿងធំបងដោយសារតែរឿងគេថាអីមួយនៅក្នុងtechnology relationship ដែរបងជួបគ្នាធំរឿងអីដែរទៅរឿងប្រច័នរឿងអីហ្នឹងបងអូអញ្ចឹងន័យថាគាត់ប្រច័នគាត់ធ្លាប់ប្រច័នមិនដែរធ្លាប់បងអូខេអញ្ចឹងវាជាបទពិសោធន៍មួយគ្នាថានៅពេលដែលយើងស្រឡាញ់កុំពុះខែងក្នុងពេលកុំប្រច័នក្នុងពេលទៅពេលទៅវាធ្វើឲ្យភាគីខាងផងបើនិយាយទៅថាមនុស្សគាត់ឆាប់អស់ចិត្តពីមនុស្សស្រីតែបើសិនជាមនុស្សស្រីវិញគឺគាត់នៅបើសិនជាស្រឡាញ់គឺគាត់ងុំដោយមនុស្សដែរមនុស្សខ្លះចឹងគាត់ស្រឡាញ់ងុំតែគាត់អត់បញ្ចេញសកម្មភាពមកឲ្យតែចាស់ធ្វើឲ្យដៃគូរបស់គាត់គិតថាអូខេដៃគូគាត់អត់ស្រឡាញ់គាត់ទេអញ្ចឹងសម្រាប់អត្តចរិតរបស់ខ្ញុំវិញពេលខ្ញុំមាន relationship វិញមនុស្សខ្ញុំចូលចិត្តយល់ពីគេច្រើនរឿងមួយដែលតូចចឹងដែលគេអត់ចូលចិត្តចឹងខ្ញុំស្របតាមគេដូចជារឿងលេងឆាតមួយអ្នកផ្សេងឬក៏អត់ឲ្យពាក់ព័ន្ធមួយអ្នកផ្សេងអញ្ចឹងខ្ញុំស្របតាមគេហ្នឹងព្រោះអីខ្ញុំស្រឡាញ់គេនិយាយរឿងស្នេហាហ្មងខ្ញុំស្របតាមគេច្រើនហ្មងបដូរចរិតខ្លួនឯងច្រើនអញ្ចឹងមានន័យថាបណ្ដឹងគិតថាការដែលបដូរចរិតដើម្បីមនុស្សទីខ្លួនឯងស្រឡាញ់គឺល្អ
ចា Oh my god ហើយគិតថាវាអាចរក្សាស្នេហានឹងវារៀងយូរអញ្ចឹង អូខេអានេះយើងមិនថាយើងខ្លាចបាត់បង់ធ្វើអ្វីគ្រប់យ៉ាងទាំងអស់សូម្បីតែច្រឹករបស់ខ្លួនឯងក៏យើងបដូរដែរអញ្ចឹងត្រង់កន្លែងហ្នឹងមួយវាជាបទពិសោធន៍សម្រាប់គ្នាដែរណាចង់ប្រាប់វិធីថាកុំអីសោះកុំបដូរច្រឹកខ្លួនឯងដើម្បីមនុស្សខ្លួនឯងស្រឡាញ់បើគេទទួលយើងចឹងអត់បានបាច់ទេបាច់ស្រឡាញ់គ្នាទេហើយនៅពេលដែលវាថារៀបចំផ្លូវដើរជីវិតរបស់ខ្លួនឯងហ្នឹងអ្នកទាំងអស់គ្នាអាចនឹងធ្វើឲ្យខ្លួនឯងហ្នឹងជាបង្គោលសម្រាប់មនុស្សខ្លួនឯងស្រឡាញ់ឬមួយក៏យល់ទេបើសិនជាអត់ច្បាស់លាស់ចង់តែមួយឆានទីកុំប៉ះអីអូខេស្នេហាគឺវាប៉ះលាអីដូចអ្នកនរគ្នាតែចូលខមមិននៅក្នុងវីដេអូរបស់ខ្ញុំថាបងតាក់មួយភ្លើងនឹងស្រឡាញ់គ្នាមិនកាន់ចេះអត់មែនដូមែនទេស្រឡាញ់គ្នាបានណាគេស្រឡាញ់បានហើយស្រឡាញ់បានយូរទៀតលើកឡើងអ្នកនរគ្នាគុំអារម្មណ៍អ្នកនរគ្នាឲ្យបានស្មារតីអូខេអរគុណចិត្តតាអូនអរគុណសម្រាប់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីអាណាចក្រតារានិករ podcast របស់យើងហើយចុងក្រោយបងមានជាកាដូតិចតួចជូនទៅកាន់អូនវាគឺជាខ្សែកដែលបងបង្កើតជា brand ខ្លួនឯងផ្ទាល់ហើយជូនពរសំណាងល្អណាស់អូនណាជុំឲ្យទៀតមកបាយតែអ្នកទាំងអស់គ្នាពេលដែលបានស្ដាប់ជាមួយនឹងកិច្ចសម្ភាសន៍របស់ខ្ញុំជាមួយនឹងបងស្រីជីតាហើយអ្នកទាំងអស់គ្នាមានអារម្មណ៍មិនដែរមាន comment អីឬមួយក៏អ្នកទាំងអស់គ្នាមានពេលថាមតិបែបណាកុំភ្លេចជួយបញ្ចេញនៅក្រោម comment នេះផងណាហើយបើសម្រាប់ខ្ញុំផ្ទាល់សារដែលខ្ញុំចង់ផ្ដាំទៅកាន់តារានិករ Leo ទាំងអស់ដោយបងសាជីតាគាត់បានលើកឡើងមុននឹងអញ្ចឹងអ្នកនរគ្នាកុំស្រឡាញ់ខ្លាំងពេកកុំងប់ងល់ខ្លាំងពេកហើយក៏កុំផ្ដាល់ឱកាសគេច្រើនពេកដែរនៅពេលដែលអ្នកនរគ្នាផ្ដាល់ឱកាសគេច្រើនពេកភាពក្បត់គឺនៅតែមានចំពោះមុខអ្នកនរគ្នាអញ្ចឹងគួរណាស់តែបើកឱកាសឲ្យខ្លួនឯងសិក្សាស្វែងយល់ពីខ្លួនឯងជាមុនសិនមុនពេលដែលអ្នកនរគ្នាមានស្នេហាកុំឆាប់មានពេកហើយកុំធ្វើជានឹងអ្នកដែលយល់ពីគេខ្លាំងពេកអីអរគុណទៅកាន់អ្នក sponsor នៅក្នុងកម្មវិធី podcast របស់យើងគឺ Sunflower Brand ជាមួយនឹង Florence Skin KH អញ្ចឹងបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍ឬមួយក៏អ្នកនរគ្នាមានអី comment បន្ថែមអីចឹងដូចខ្ញុំប្រាប់ចឹងអ្នកនរគ្នាអាច comment នៅក្នុងនេះបានកុំភ្លេចធ្វើការ follow ក៏ដូចជា subscribe ជាមួយនឹង YouTube channel របស់ខ្ញុំដែលមានឈ្មោះនៅលើ platform ទាំង3នេះខ្ញុំបាទអាខេនពីខាងកម្មវិធី podcast អាណាចក្រតារានិករជួបគ្នាម្ដងទៀតនៅសប្តាហ៍ក្រោយជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 7:30 នាទីយប់ម្ដងទៀតអរគុណសូមជម្រាបលាបាយបាយ